ណែម៉ាអ្នកភ្លើងអើយបាទចេញថ្មីទៀតហើយណែបាទនៅក្រុមហ៊ុនដងហ្វុងមិញបាទខ្ញុំជិះកាត់តាមផ្លូវ 6A បាទមកដល់មុខក្រុមហ៊ុនដងហ្វុងចូលមើលកន្លែងដែលខ្ញុំទិញឡានអ៊ីលហុយឪពុកខ្ញុំហ្នឹងបាទមកដល់ឃើញចេញថ្មីមួយទៀតហ្មងណាបាទនេះម៉ាក់មេកបាទម៉ាក់មេកនេះខ្ជូតមែនតើបាទហើយតម្លៃធូរថ្លៃជាងអ៊ីលហុយដែលប្រពន្ធខ្ញុំជិះហ្នឹងទេបាទប៉ុន្តែមេកនេះគឺថាខ្ជូតម្យ៉ាងមកខ្ជូតបាទសម្រាប់ស្រីបាទជាពិសេសអ្នកមានប្តីបាទកំមុំជិះគឺស្អាតមែនតើបងប្អូនហើយបងប្អូនដែលទិញរថយន្តនៅក្រុមហ៊ុនដងហ្វុងគឺថានឹងមានការធានាជូនរយៈពេល5ឆ្នាំពេញបាទស្មើដល់ 50000 គីឡូបាទមានថែមជូនបាទ free ដូចជាបដូរប្រេងម៉ាស៊ីន free បាទបដូរអគុយ free ប្រេងប្រអប់លេខប្រេងប្រាំងបាទ air ម៉ាស៊ីនបាទ air ម៉ាស៊ីនត្រជាក់ខ្សែពៀនស្បែកប្រាំងតម្រងប្រេងតម្រងសាំងបាទច្រើនទៀតបងណានឹងមានការថែមជូនផ្សេងទៀត50មុខ free នោះបាទហើយបើនិយាយពីកម្រិតស៊ីសាំងវិញគឺត្រឹមតែ 3.4 លីត្រក្នុង100គីឡូស៊ីសាំងតិចមែនតើបាទប៉ុន្តែកម្លាំងខ្លាំងរហូតដល់204សេសបាទ204សេសកម្លាំងខ្លាំងណាកម្លាំងរមូលខ្ពស់មែនតើបាទរហូតដល់565 ញ៉ូតុនម៉ែត្របាទហើយរូបរាងវិញបងប្អូនឃើញជាក់ស្ដែងមកស្អាតមែនតើបងប្អូនអាចចង់មើលផ្ទាល់ចង់ដឹងបងប្អូនអាចមើលបាននៅផ្លូវ 6A បាទចិត្តដល់ផ្លូវបត់ទៅមូលមច្ឆាហ្នឹងបាទនៅក្នុងក្រុមដងហ្វុងបាទមកមើលឃើញអ៊ីលហុយផងឃើញម៉ែកនឹងផងបាទបងប្អូននេះគឺជារថយន្តដែលទៅនឹងចេញថ្មីប្រភេទ hybrid ដែលស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងបងប្អូន Atlas MAX ត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់ហើយតម្រូវការសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដូចយើងអញ្ចឹងបងប្អូនអរគ្នារថយន្តនេះត្រូវបានដំណើរការដោយប្រភេទម៉ាស៊ីនសាំងដែលមានពីស្ទង់រហូតដល់ចំនួន4ហើយបង្កើនកម្លាំងសេះបងប្អូនអរគ្នារហូតដល់204 HP ដោយសារតែរថយន្តនេះដំណើរការដោយប្រព័ន្ធជំនួយប្រភេទ Turbo ហើយមានម៉ូទ័រនៅសងខាងម៉ាស៊ីនតែម្ដងដែលម៉ូទ័រទាំងអស់នេះគឺជួយឲ្យរថយន្តនេះមានកម្លាំងខ្លាំងហើយសន្សំសំចៃសម្រាប់យើងប្រើទៀតហើយប្រភេទថ្មរបស់រថយន្តនេះគឺជាប្រភេទថ្មលីជូមតែម្ដងដែលមានភាពធន់ហើយបងប្អូនទាំងអស់គ្នាឆ្ងល់ថាចុះរថយន្តថ្មីអញ្ចឹងតម្លៃប៉ុន្មានដែរចំពោះរថយន្តនេះបងប្អូនទាំងអស់គ្នារូបរាងស្អាតអញ្ចឹងថ្មីបកកេះនេះយ៉ាងតម្លៃត្រឹមតែសម្រាប់រថយន្តនេះផងដែរក្រុមហ៊ុនធានារហូតដល់5ឆ្នាំ 150,000 គីឡូចំណុចពិសេសមួយទៀតមិនត្រឹមតែធានាទេគឺថែមទាំងជួយថែទាំឲ្យរហូតដល់5ឆ្នាំ 150,000 គីឡូដូរប្រេងម៉ាស៊ីនដូរស្បែកហ្វ្រាំងដូរខ្សែពៀនដូរអាគុយដូរចំណុចផ្សេងទៀតដែលខ្ញុំនឹងដាក់ជូនទាំងអស់នេះគឺគេមិនយកសេវាពីយើងទេគឺគេដូរឲ្យយើង free តែម្ដងក្នុងរយៈពេល5ឆ្នាំនេះជាចំណុចមួយដែលយើងបង្កើននូវភាពសន្សំសំចៃនៅពេលដែលយើងជ្រើសរើសប្រភេទរថយន្ត hybrid នេះយកទៅប្រើនៅពេលណាដែលយើងប្រើប្រាស់ប្រភេទរថយន្តសាំងយើងថាសាំងថ្លៃយើងប្រើប្រាស់ប្រភេទអគ្គិសនីយើងពិបាករកកន្លែងសាកថ្មក៏ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ប្រភេទរថយន្ត hybrid នេះគឺវាមានភាពសន្សំសំចៃនិងទំនើបរថយន្តនេះមានបញ្ជាឆេះពីចម្ងាយនៅពេលដែលយើងចតឡានហាក្តៅចោលហើយក៏មានបញ្ជាតម្លាក់កញ្ចក់បានទៀតអូខេបងប្អូនទាំងអស់គ្នាមកខ្ញុំបញ្ជាឲ្យតម្លាក់កញ្ចក់សូមកាមេរ៉ាមកគៀកតិចបាទនេះគឺជាសោបាទហើយយើងចតចោលហើយយើងបញ្ជាតម្លាក់កញ្ចក់ចុចឲ្យជាប់មកគឺវានឹងតម្លាក់កញ្ចក់បញ្ចេញខ្យល់ក្តៅនៅពេលដែលយើងចតចោលចុះបងប្អូនឆ្ងល់ថាចុះនៅពេលដែលចង់បិទកញ្ចក់វិញតើធ្វើយ៉ាងម៉េចមិនពិបាកទេបងប្អូនទាំងអស់គ្នាគឺគ្រាន់តែចុច lock មួយមកគឺវានឹងបិទកញ្ចក់ហ្មងសុំគៀកតិចបាទដើម្បីឲ្យបងប្អូនមើលបាទអូខេលយមែនទែនហើយបើនិយាយពីដៃទ្វាររបស់គេវិញបាទគឺលឹបលៀនតែម្ដងយើងមិនចាំបាច់ចុចទេយើងគ្រាន់តែមកក្បែរមកគឺវានឹងលឹបលៀនហ្មងអញ្ចឹងនេះជាចំណុចមួយដែលខ្ញុំបញ្ជាក់ថារថយន្តនេះមានភាពទំនើបនិងស៊ីវិល័យខ្លាំងមែនទែនហើយបងប្អូនទាំងអស់គ្នាសួរថាចុះបើសិនជាខ្ញុំចង់សាកល្បងផ្ទាល់តើទៅសាកនៅណាបងប្អូនទាំងអស់គ្នាអាចទៅ showroom Atlas បានដែលមានទីតាំងនៅផ្លូវជាតិលេខ6ឬក៏បងប្អូនអាចចូល page របស់គាត់បានដែលខ្ញុំដាក់ចូលទីនេះបងប្អូនអាចតាក់ទងបានហើយចំពោះគាត់មានជាមួយនឹងការដូរឡានចាស់យកឡានថ្មីបងប្អូនជី330បងប្អូនជី Camry បងប្អូនជី Approve បងប្អូនអាចយកទៅវិតម្លៃដោះដូរជាមួយនឹងរថយន្តនេះបានហើយគាត់ក៏មានដៃគូរំលោះល្អជាច្រើនដែលអាចជួយរំលោះឲ្យបងប្អូនទាំងអស់គ្នាទទួលបាននៅរថយន្តនេះផងដែរអញ្ចឹងជាចុងក្រោយខ្ញុំអាចនិយាយរួមថាពីមតិយោបល់របស់ខ្ញុំដែលជាអ្នកធ្វើបទបង្ហាញខ្ញុំសង្កេតឃើញថារថយន្តនេះជិះផ្លូវឆ្ងាយចង្កូតទន់ស្រួលប្រព័ន្ធបូមក៏មិនរលាក់ហើយការប្រើប្រាស់ជាលក្ខណៈគ្រួសារគឺមានភាពសន្សំសំចៃខ្ពស់ខ្លាំងមែនទែនដោយសារវាជាប្រភេទរថយន្ត hybrid សម្រាប់បងស្រីដែលគាត់កំពុងតែជ្រើសរើសរថយន្តសម្រាប់ប្រើនៅក្នុងផ្ទះឬក៏ជូនកូនទៅរៀនគឺគាត់អាចជ្រើសរើសរថយន្តនេះបានដោយសារតែវាប្រើប្រាស់ hybrid មានកាមេរ៉ា360ចង្កូតធូរស្រួលខ្លីល្មមដែលយើងប្រើប្រាស់នៅក្នុងផ្ទះបានសូម្បីតែការធានាសូម្បីតែការគិតគូរអំពីគេហៅថាគ្រឿងបន្លាស់គឺក្រុមហ៊ុនបានគិតរួចទៅហើយបងប្អូនទាំងអស់គ្នាជិះទៅមានបញ្ហាប៉ះពាខូចគ្រឿងនៅក្រុមហ៊ុនមានគ្រឿងស្រេចអញ្ចឹងជាចុងក្រោយនៃវីដេអូក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រជាមួយនឹងការធ្វើបទបង្ហាញរបស់ Camcar Collection ជាចុងបញ្ចប់ខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នានិងជម្រាប